ខ្ញុំបាទសូមលំអរកាយគោរពស្វាគមន៍និងជម្រាបសួរប្រិយមិត្តម្ដងទៀតបាទកម្មវិធីព័ត៌មានប្រចាំថ្ងៃមានខ្លឹមសារថ្មីពីរលើកយកមកជម្រាបជូនបន្តខ្លឹមសារទី1មានអត្ថន័យថាកូនខ្មែរមិនអន់នោះទេដែលជាខ្លឹមសាររបស់លោកសីមង្គលពាក់ព័ន្ធទៅនឹងអត្ថបទទី2និយាយពីស្ថានភាពជំងឺរបស់តារាចម្រៀងខេមប្រិយមិត្តជាទីគោរពរាប់អានអវត្តមានរបស់លោកសីមង្គលមួយរយៈធ្វើឲ្យបងប្អូនយើងនឹកនាមមែនតែនជាពិសេសអ្នកគ្រប់គ្រងចំពោះរូបលោកនៅប្រិយមិត្តប៉ុន្តែស្រាប់តែម្សិលមិញលោកសីមង្គលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយនៅទឹកដីស្ទឹងមានជ័យនៅស្ថានីយ៍ទូរទស្សន៍បាយ័ននៅប្រិយមិត្តកម្មវិធីនោះឈ្មោះថា Fresh Boy and Girl Season 24 បាទកម្មវិធីនឹងរដូវកាលទី24ទៅហើយគឺវគ្គ Final Show វគ្គប្រាច់ព្រាត់អ្វីដែលធ្វើបងប្អូនចាប់អារម្មណ៍បំផុតនៅក្នុងការបង្ហាញវត្តមានសារជាតិថ្មីរបស់លោកសីមង្គលគឺថាបងប្អូនយើងនឹកគាត់ចង់សួរសុខទុក្ខបាទចង់ដឹងពីស្ថានភាពគាត់សុខទុក្ខយ៉ាងណាហើយពិសេសបំផុតគឺរឿងគូសកលនឹងរកបានហើយនៅគាត់ធ្លាប់សន្យាថាមិនយូរទេពងសំលុយប៉ុន្តែវត្តមានរបស់គាត់ម្សិលមិញគឺបងប្អូនយើងមើលច្រើនណាស់បាទមើលច្រើនណាស់អញ្ចឹងការសាកសួរតាមរយៈពាក្យ comment បាទអ្នកខ្លះក៏សរសើរថាគាត់នឹងវ័យជ្រេដែរហើយ38ហើយលោកមង្គលប្រិមិត្ត37 38ហើយប៉ុន្តែមិនចាស់ទេយ៉ាងបងប្អូនយើងសរសើរគ្រប់មាត់ថាគាត់មើលទៅអត់ចាស់នៅតែក្មេងនៅតែសង្ហាមុខមាត់តាក់ទាញមែនតែនហើយអ្វីដែលជាការសួរសុខទុក្ខជារឿងធម្មតាបាទដូចសពម្ដងអញ្ចឹងប៉ុន្តែមានសំណួរលើកឡើងពាក់ព័ន្ធទៅនឹងគូអនាគតប៉ុន្តែសំណួរពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រិមិត្តដែលចង់ដឹងគូអនាគតគាត់អត់បានឆ្លើយទេណាប្រិមិត្តគាត់លាក់ទុកបាទគាត់លាក់ទុកចាំ surprise បងប្អូនលើបណ្ដាញសង្គមបាទគាត់ជ្រើសរើសបាននៅពេលណាគាត់អញ្ជើញធៀបបងប្អូនលើបណ្ដាញសង្គមឲ្យប្រហែលជាអញ្ចឹងណាប្រិមិត្តអញ្ចឹងយើងរងចាំពាក់ព័ន្ធទៅនឹងគូអនាគតរបស់លោកសីមង្គលគាត់ប្រហែលជាបង្ហាញបងប្អូននៅពេលខ្លីខាងមុខប្រិមិត្តនៅមានការលើកឡើងពាក់ព័ន្ធទៅនឹងរបួសស្នាមគាត់កាលពីគាត់ប្រកួតបាល់ជាមួយក្រុមថៃនោះណាប្រិមិត្តនៅ Start Olympic ខែមុនយ៉ាងគេសួរថាយ៉ាងម៉េចហើយគាត់ឆ្លើយថាជាហើយរបួសហ្នឹងប៉ុន្តែនៅស្នាមបន្តិចយ៉ាងគាត់កំពុងតែបន្តការព្យាបាលឲ្យបាត់ស្នាមនៅប្រិមិត្តអ្វីដែលធ្វើបងប្អូនចាប់អារម្មណ៍បន្ថែមទៀត caption ថ្មីដែលលោកមង្គលបានលើកឡើងគាត់ថាកូនខ្មែរអត់អន់ទេពុកម៉ែបងប្អូនកូនខ្មែរយើងមិនអន់នោះទេបាទពិតណាស់ហើយប្រិមិត្តអ្វីដែលលោកមង្គលសរសេរខ្លីប៉ុន្តែមានខ្លឹមសារមានន័យថាយើងមានសមត្ថភាពគ្រប់គ្រាន់ពាក់ព័ន្ធទៅនឹងការបង្ហាញសមត្ថភាពទាំងបរិះទាំងនារីគឺ Fresh Boy and Girl នៅលើឆាកអន្តរជាតិបាទយើងមានវត្តមានច្រើនដងហើយបង្ហាញឲ្យអន្តរជាតិគេបានស្គាល់ថាយើងមានសមត្ថភាពមានគុណសម្បត្តិលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺវិជ្ជាសម្បត្តិចរិយាសម្បត្តិបាទទាំងអស់ហ្នឹងគឺថាយើងមាននៅប្រិមិត្តមានសម្រាប់បង្ហាញឲ្យអន្តរជាតិបានស្គាល់យ៉ាងអ្វីដែលលោកមង្គលបានសរសេរបញ្ជាក់អំពីគុណតម្លៃរបស់យុវជនយុវនារីខ្មែរដែលមានគ្រប់គ្រាន់សម្រាប់បាទបញ្ចេញសមត្ថភាពលើឆាកជាតិនិងអន្តរជាតិបាទដើម្បីដណ្ដើមនៅជ័យលាភីជូនជាតិមាតុភូមិរបស់យើងប្រិមិត្តជាទីគោរពរាប់អានបាទខ្លឹមសាររបស់លោកសីមង្គលសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេប្រិមិត្តឥឡូវយើងបានអារម្មណ៍មកតាមដានស្ដាប់ពាក់ព័ន្ធទៅនឹងស្ថានភាពជំងឺរបស់តារាចម្រៀងខេមវិញម្ដងដែលនៅក្នុងការ live របស់គាត់សម្រាប់ថ្ងៃនេះបាទគាត់បានលើកឡើងជម្រាបជូនពុកម៉ែបងប្អូនដែលបារម្ភពីស្ថានភាពជំងឺរបស់គាត់បងប្អូនដឹងហើយណាប្រិមិត្តជាស្ថានភាពជំងឺថ្មីដែលខ្ញុំបាទមិនបាច់បង្ហាញឈ្មោះទេហើយគាត់លើកឡើងថាគាត់ពិបាកនឹងអត្ថាធិប្បាយប្រាប់បងប្អូនថាគាត់មានអាការៈយ៉ាងណាគាត់ថាលំបាកបន្តិចបាទមានការពិបាកបន្តិចជួនកាលក៏ក្តៅជួនកាលក៏ត្រជាក់ហើយមានស្លេសច្រើនបាទអញ្ចឹងគាត់ពិបាកនឹងរាយរាប់ប្រាប់បងប្អូនគាត់ថាឲ្យបងប្អូនយើងការពារខ្លួនចេញទៅណាមកណីបាទពាក់ម៉ាស់ឲ្យបានត្រឹមត្រូវហើយប្រយ័ត្នប្រយែងផងកុំឲ្យមានជំងឺនេះឆ្លងដល់ខ្លួនវានាំឲ្យបាទយើងប្រើពេលវេលានៅក្នុងការព្យាបាលអញ្ចឹងលោកខេមមិនមានអ្វីក្រៅពីអរគុណសម្រាប់ការបារម្ភពីសំណាក់ពុកម៉ែបងប្អូនគ្រប់ទិសទីទាំងអស់ហើយគាត់ផ្ដាំឲ្យបងប្អូនយើងមានការប្រុងប្រយ័ត្នហើយក្នុងនោះបាទក្រសួងសុខាភិបាលក៏បានប្រកាសជូនមហាជនទូទៅដែរសូមឲ្យបង្កើននៅការប្រុងប្រយ័ត្នពាក់ព័ន្ធទៅនឹងជំងឺដែលកំពុងរាលដាលមិនថាខ្មែរយើងទេនៅលើពិភពលោកទាំងមូលតែម្ដងអញ្ចឹងបងប្អូនជ្រាបព័ត៌មាននេះហើយក៏សូមមេត្តាបង្កើនការប្រុងប្រយ័ត្នពាក់ព័ន្ធទៅនឹងការចេញទៅក្រៅផ្ទះហ្នឹងយើងពាក់ម៉ាស់យើងលាងដៃលាងនឹងសាប៊ូបានស្អាតត្រឹមត្រូវណាប្រិមិត្តអញ្ចឹងខ្លឹមសារសម្រាប់ថ្ងៃនេះមានប៉ុណ្ណឹងហើយមិនមានអ្វីទៀតទេក៏សូមជូនពរជាពិសេសគឺលោកខេមគាត់បានទូរស័ព្ទស្បាយជាឆាប់រហ័សពេលខ្លីខាងមុខដើម្បីមកបម្រើអារម្មណ៍ពុកម៉ែបងប្អូនតាមរយៈវិស័យសិល្បៈបន្តទៀតណាប្រិមិត្តហើយបងប្អូនយើងក៏បាទជូនពរលោកខេមឆាប់ជាគ្រប់មាត់ផងដែរណាប្រិមិត្តប្រិមិត្តជាទីមេត្រីខ្លឹមសារនៃពីចំណុចដែលខ្ញុំបាទជម្រាបជូនខាងលើក៏សូមបញ្ចប់អរគុណសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនគ្រប់ជូនពរអ្នកទាំងអស់នេះសុខចម្រើនគ្រប់ក្រុមគ្រួសារហើយជាពិសេសគឺលោកសីមង្គលបាទលោកខេមក៏សូមឲ្យបានឆាប់ជាហើយកុំមកឆ្កងបើសិនកើតមានក៏សូមមេត្តាអធិស្ឋាននឹងចូលរួមជាមតិយោបល់មក
ខ្ញុំបាទទទួលយកមកកែមកដោយក្តីរីករាយបំផុតបាទវេលាចុងក្រោយក៏សូមលំអរកាយគ្រប់លាសន្យាថាវិលមកជួបបងប្អូននៅថ្ងៃស្អែកអរគុណ